ជាសួរគ្រូនឹងសួស្តីអ្នកគ្នាអញ្ចឹងវីដេអូនេះគឺនិយាយអំពីការប្រើប្រាស់ AWS ជាមួយនឹង Ubuntu Server អញ្ចឹងយើងប្រើប្រាស់ជាមួយនឹង service មួយគឺ EC2 នៅក្នុង AWS អញ្ចឹងពេលអ្នកគ្នា login ចូលមកក្នុង AWS console មកអ្នកគ្នាមករកពាក្យ EC2 អញ្ចឹងពេលដែលយើងចូលមកដល់ EC2 ហ្នឹងរឿងយើងត្រូវធ្វើដំបូងគេគឺបង្កើត instance អញ្ចឹងចុចនៅលើ instance ហ្នឹងមកហើយអ្នកគ្នារើសកន្លែងនេះយក Ohio and then អ្នកគ្នាយក LAN instance អញ្ចឹងនៅខាងក្នុងហ្នឹងគឺជា web server របស់យើងអញ្ចឹងអ្នកគ្នាអាចដាក់ឈ្មោះអីមួយទៅអញ្ចឹងខ្ញុំដាក់ឈ្មោះថាPhanom Remote EC2 អញ្ចឹងមកខាងក្រោមយើងរើសយក Ubuntu ហើយនៅខាងក្រោមនេះទៀតអ្នកគ្នាយកអាទូជាងគេហ្នឹងទៅខ្ញុំយកដំបូងគេហ្នឹងតមកក្រោមទៀតអ្នកគ្នាត្រូវ generate លើ new KP new KP នេះព្រោះហ្នឹងគឺសំខាន់អញ្ចឹងពេលអ្នកគ្នាចូលអ្នកឲ្យចុចលើហ្នឹងហើយដាក់ឈ្មោះដែលយើងបានសរសេរនៅខាងលើហ្នឹងវិញមកអញ្ចឹងខ្ញុំPhanom Remote EC2 ហើយតមកអ្នកគ្នា create key pair យ៉ាប់ហើយនឹងទទួលបាននៅ file មួយដែលវា download ហ្នឹងហើយយើងចុះមកក្រោមទៀតមកកន្លែងហ្នឹងគឺយើងយក default វាមករហូតអូខេហើយតទៅមានប៉ុណ្ណឹងយើង run instance អ្នកគ្នាចាំបន្តិចអូខេឥឡូវខ្ញុំ instant ខ្ញុំបានគេអាចជោគជ័យហើយអញ្ចឹងខ្ញុំមកតាមរយៈ ID ដែលវាឲ្យមកមិញហ្នឹងនេះគឺ instant ID របស់ខ្ញុំអញ្ចឹងមុននឹងយើង start ទៅ connect នៅ instant ហ្នឹងអ្នកគ្នា back មកកន្លែង instant ដើមរបស់យើងហ្នឹងមកមើលកន្លែងនេះយើងទៅប្រកាសថាកន្លែងហ្នឹងវាដើរ 100% សិនអញ្ចឹងយើងអាចចុច refresh ចាំរហូតតតែវា check complete 100% អាហ្នឹងតែមានតទៅមុខទៀតអញ្ចឹងបានន័យថាកន្លែងនេះមកវាចេញពណ៌បៃតងសិនអញ្ចឹងឥឡូវយើងចាំអាហ្នឹងបន្តិចអូខេឥឡូវនេះរបស់ខ្ញុំគឺ complete ហើយអញ្ចឹងកន្លែងនេះ3លើ3 check path អូខេអញ្ចឹងដើម្បី connect អាហ្នឹងបានអ្នកនរគ្នាចុចមកលើ instant ID ហ្នឹងមកហើយអ្នកនរគ្នាមករើសយកពាក្យ connect ហ្នឹងនេះ connect បន្ទាប់ពីយើង connect ហើយយើងយកមកកន្លែងនេះ ASH client ហើយអ្នកនរគ្នានឹងឃើញព័ត៌មានដែលវាដាក់នៅខាងក្រោមនេះអញ្ចឹងអ្នកនរគ្នាមក copy យកកន្លែងលេខ3នេះ change mode 400ហើយមាន file ឈ្មោះរបស់យើងតមកទៀតយើងប្រើប្រាស់នៅ command cd ហើយយើងចូលទៅក្នុង folder download អញ្ចឹងសេ download ចឹងទៅហើយ /1 អូខេឥឡូវយើងចូលក្នុង folder download នេះយើង ES អញ្ចឹងអ្នកនរគ្នានឹងឃើញ file ដែលយើងបាន install ចេញពី AWS ហ្នឹងមកអញ្ចឹងអ្នកនរគ្នា copy លេខ3 pass ចូលហើយតមកទៀតអ្នកនរគ្នាមក copy ខាងក្រោមកន្លែង SSH នេះអញ្ចឹង copy អាហ្នឹងហើយ pass ចូលម្ដងទៀត enter វានឹងសួរយើង yes អត់ហើយអ្នកនរគ្នា yes ទៅអញ្ចឹងកន្លែងហ្នឹងគឺជា command ដើម្បី remote ចូលពេលអ្នកនរគ្នាឃើញអញ្ចឹងបានន័យថាយើង remote success ហើយអូខេអញ្ចឹងយើងអាចឆែកមើល who am I ដើម្បីមើលតើឥឡូវយើងកំពុងនៅលើអីគេអញ្ចឹងជា Ubuntu ដោយសារយើងរើស Ubuntu មិញតមកទៀត pwd យើងឈរនៅត្រង់ណាអញ្ចឹងខ្ញុំនៅលើ home ហើយ Ubuntu ហើយនឹងចុងក្រោយហ្នឹងអ្នកគ្នាអាចឆែកមើលលើ hostname បានអញ្ចឹង hostname ហ្នឹងគឺ IP ដែលវាបោះពី AWS ហ្នឹងមកតោះឥឡូវយើងមកមើលជាមួយនឹង lab requirement របស់យើងវិញឥឡូវខ្ញុំដាក់អានេះរៀងធំបន្តិចអូខេអញ្ចឹងរឿងដំបូងដែលអ្នកគ្នាគួរតែធ្វើមុនគេហ្នឹងគឺនៅពេលដែលយើងចូលមកកាន់ Ubuntu របស់យើងអ្នកគ្នាត្រូវតែ sudo apt update សិនដើម្បីឲ្យវាទៅ update នៅព័ត៌មាននៅក្នុង repo ចាស់ៗទាំងអស់ហ្នឹងឥឡូវយើងចាំវាបន្តិចទៅវាហើយសិនទៅឥឡូវក្នុងពេលចាំវាយើងមកមើលនៅ lab របស់យើងហ្នឹងអញ្ចឹងពី lab ទាំងអស់យើងមានចំនួន9 lab 9ចំណុចអញ្ចឹងលេខ1ហ្នឹងគឺនិយាយពី tree អញ្ចឹងកន្លែងហ្នឹងគឺអ្នកនរគ្នាអាចមកឆែកមើលបានឥឡូវយើង update រួចហើយកុំព្យូទ័ររបស់អ្នកនរគ្នាមាន tree នៅក្នុងនឹងអត់បើសិនអត់មានយើង install មកអញ្ចឹងណាអញ្ចឹង tree ហ្នឹងរបស់ខ្ញុំអត់មានទេអញ្ចឹង tree ហ្នឹងវាជាpackage មួយដែលវាសូទៅលើ directory របស់យើងហ្នឹងលក្ខណៈជាតម្រងជាដើមឈើឥឡូវខ្ញុំទៅ install វាមួយដែរអញ្ចឹង sudo apt install tree អូខេអ្នកគ្នាចាំបន្តិចមកអូខេតាន់អញ្ចឹងយើងអាចឆែកមើលចាបើសិនជាយើងមាន file នៅក្នុងហ្នឹងអ្នកគ្នាវាយតែ tree អញ្ចឹងទៅវា load មកឲ្យប៉ុន្តែឥឡូវខ្ញុំអត់ទាន់មាន directory អីទេអញ្ចឹងយើងមក
តទៅរំហាត់លេខ2អញ្ចឹងលេខ2ហ្នឹងគឺគេឲ្យយើងមកបង្កើតនៅ directory ចំនួន10អញ្ចឹងខ្ញុំ copy យកមកអូខេដល់ឥឡូវខ្ញុំសាកឆែកមើលត្រីមើលយ៉ាប់ឥឡូវខ្ញុំមានចំនួន10ពីលេខ1ដល់លេខ10អញ្ចឹងយើងតមកចំណុចលេខ3គេឲ្យយើង nano ចូលទៅក្នុង text .txt មួយហើយយើងដាក់សរសេរនេះ copy text នៅខាងក្រោមនឹងចូលអូខេអញ្ចឹងហាត់លេខ3អ្នកគ្នាសរសេរតាមនឹងហើយ nano text .txt យ៉ាប់ហើយអ្នកគ្នា copy lab ដែលយើងមានហ្នឹងដាក់ចូលទៅឬក៏យើងចង់សរសេរអីនៅក្នុងហ្នឹងក៏បានដែរអាស្រ័យលើអ្នកគ្នាចង់សរសេរអូខេតមកទៀតអ្នកគ្នា control O ហើយអ្នកគ្នា control X មកអូខេអញ្ចឹងយើងមកចំណុចលេខ4លេខ4ហ្នឹងគឺគេចង់ឲ្យយើង copy file text.txt ហ្នឹងមកដាក់នៅក្នុង directory មួយទាំងអស់ហ្នឹងអញ្ចឹងអ្នកគ្នាគាត់តែ copy សរសេរវាម្ដងមួយអញ្ចឹងណាប៉ុន្តែហ្នឹងដោយសារខ្ញុំវាច្រើនអញ្ចឹងខ្ញុំចូលសរសេរខ្ញុំ copy យកមកហ្មងអញ្ចឹងអ្នកគ្នាសរសេរ cp text.txt អញ្ចឹងទៅហើយយើងដាក់ឈ្មោះ directory ទៅអូខេអូអឺដោយសារខាងលើខ្ញុំប្រើ sudo អញ្ចឹងវា error permission deny ព្រោះវា save នៅក្នុង root អញ្ចឹងខ្ញុំត្រូវប្រើខាងក្រោម sudo ទាំងអស់ប៉ុន្តែអ្នកនេះមិនប្រើ sudo ទេពេលដែលយើងបង្កើត directory ហ្នឹងអូខេអញ្ចឹងឥឡូវខ្ញុំប្រើ sudo ទាំងអស់ហើយអញ្ចឹងបន្តមកទៀតយើងអាចឆែកមើល tree ហ្នឹងបានយ៉ាឥឡូវនៅក្នុង directory ហ្នឹងគឺយើងបាន copy នៅ text ហ្នឹងចូលមួយទាំងអស់នៅក្នុងហ្នឹងហើយអូខេអញ្ចឹងឥឡូវយើងមកចំណុចលេខ5អញ្ចឹងលេខ5គឺគេនិយាយអំពី file tar អញ្ចឹងគេចង់ឲ្យយើងមក compress file មួយឈ្មោះថា au35.tar ចូលមកក្នុង directory 001អញ្ចឹងវា link គ្នាទៅលេខ6ហ្នឹងគឺគេឲ្យយើង extract អញ្ចឹងសួរថាយើងមើលមិនដឹងថាហ្នឹងត្រូវ compress ហើយត្រូវ extract អញ្ចឹងអាកន្លែងកណ្ដាលនេះអក្សរកណ្ដាលហ្នឹងគឺជាតំណាងឲ្យវាអញ្ចឹង C ហ្នឹងគឺ compress V verbose ហើយនឹង F ហ្នឹងគឺ file name អញ្ចឹងនៅពេលដែលវាឆេងមក X វិញ X កន្លែងហ្នឹងគឺបានន័យថា extract វិញហើយអូខេឥឡូវយើងទៅធ្វើទាំងអស់គ្នាប៉ុន្តែមុននឹងយើងទៅអាហ្នឹងគឺយើងទៅ install នៅតានឹងមួយសិនឥឡូវខ្ញុំអត់ដឹងថាមានន័យទេអញ្ចឹង install sudo apt update install តាអូខេឥឡូវយើង install បានរួចហើយអញ្ចឹងយើងគ្រាន់តែសរសេរទៅយើងដាក់តាដកមួយមក cvf au35.tar ហើយយើងដាក់នៅក្នុង directory 001អូខេអញ្ចឹងអ្នកគ្នាអាចទៅ S មួយបានឥឡូវខ្ញុំបាន file មួយឈ្មោះ au35.tar អូខេបន្តមកទៀតអ្នកគ្នាទៅ extract វាវិញអញ្ចឹងដើម្បី extract អ្នកគ្នាដូរតាខាងមុខអក្សរ C ហ្នឹងទៅជា X វិញហើយអ្នកគ្នាអាចទៅ S មើលបានអូខេអញ្ចឹងចំណុចបន្ទាប់លេខ7ហ្នឹងគឺគេឲ្យយើងប្រើប្រាស់តាណៅប៉ុន្តែនៅលើ file gzip អញ្ចឹងអត់មានអីខុសពីអាខាងលើឯលេខ7និងលេខ8ហ្នឹងគឺ compress ហើយ extract ឡើងវិញអញ្ចឹងដោយសារដដែលទេអ្នកនរគ្នាគ្រាន់តែដូរពី data ហ្នឹងមកដាក់ data.gx អញ្ចឹងទៅអ្នកគ្នាអាចទៅ S មួយបានអូខេតមកទៀតអ្នកគ្នាទៅ extract វាវិញឆាំងពីអក្សរ C ហ្នឹងទៅអក្សរ X ហើយចំណុចចុងក្រោយហ្នឹងគឺលេខ9និងលេខ10sorry លេខ8ជាន់គ្នាអញ្ចឹងគេឲ្យយើងមក zip file ហ្នឹងតមកទៀតគេឲ្យយើងមក unzip វាវិញអញ្ចឹងអានេះជា command sync ដែលយើងអាចប្រើប្រាស់ជាងគេអូខេអញ្ចឹងអ្នកគ្នាគ្រាន់តែអឺសរសេរតាមខ្ញុំអញ្ចឹងមកឬក៏អ្នកខ្ញុំអញ្ចឹងទៅឲ្យយើងប្រើនៅ zip ហើយដកមក rv ហើយនឹងឈ្មោះ file ហើយចុងក្រោយយើងដាក់ directory ហ្នឹងអញ្ចឹង zip ដក rv អញ្ចឹងតមកទៀតឈ្មោះ file .zip 001ទៅលើ directory ហ្នឹងអូ sorry ជាប់អក្សរខាងលើអក្សរធំអឺហឺ
អ្នកនរគ្នាដឹងមិនបានវារត់ឃើញអត់ពួកអីយើងអត់បានទៅ install វាអញ្ចឹងអ្នកនរគ្នាប្រើនៅ comment របស់យើងមកយើង sudo apt install zip sorry ដោយសារតែខ្ញុំភ្លេចនឹកឃើញថានេះគឺយើងរ៉ាននៅលើ YouTube អូខេឥឡូវរួចហើយយើងមក test របស់យើងឡើងវិញម្ដងទៀតអូខេ zip IU35 zip file directory លេខ1អូខេឥឡូវខ្ញុំសាក ls មើលមានអត់អ្នកលេខ1គឺមាន file ឈ្មោះថា IU35 zip អញ្ចឹងដើម្បីទៅ unzip វាវិញគឺយើងមកកាន់លេខ9របស់យើងហ្នឹងគឺដូរថាពី zip ទៅ unzip ទៅចប់មកឥឡូវមាន unzip ចេញអត់អូខេអញ្ចឹងសម្រាប់ការប្រើប្រាស់ comment គឺមានតែប៉ុណ្្នឹងហើយ alert អ្នកនរគ្នាចុងក្រោយទៀតហ្នឹងគឺ កុំភ្លេចទៅ stop instance នៅក្នុង AWS របស់យើងវិញដើម្បីកុំឲ្យវាកាត់លុយរបស់យើងអរគុណច្រើនសម្រាប់ការទស្សនាអរគុណ